ស្ត្រីម្នាក់បានទេកំភ្លៀងលើឧបករណ៍បង្កើនល្បឿនសម្បកកង់បានវិលនឹងជប់បារីគាត់បានរកឃើញថាឡាននឹងមិនរើឡើយខ្ញុំគិតថាមានបញ្ហាខ្ញុំក៏លេចមើលទៅឃើញថាវាជាបុរសដែលកាន់ឡានចុះស្ដាប់សំឡេងនៃការបង្ក្រាបក្រណាត់ស្ត្រីមានការភិតភ័យយ៉ាងខ្លាំងមើលបុរសនោះហែកឡានពាក់កណ្ដាលដោយដៃទេមានតែពេលនោះទេដែលគាត់សោកស្ដាយដែលធ្វើឲ្យព្រះដ៏អស្ចារ្យនេះអាក់អន់ចិត្តវាប្រែថាក្មេងប្រុសនេះកាត់មកមានម៉ានីយ៉ានៅពេលអ្នកឈឺមនុស្សជាង12នាក់មិនអាចបញ្ឈប់គាត់ដោយកម្លាំងតិចតួចបានទេទៅដើរទិញអីវ៉ាន់របស់មន្ទីរពេទ្យត្រូវបានដកចេញភ្នែកសម្លាប់តែសម្រាប់អ្នកនៅពេលគាត់មានបញ្ហាប្រពន្ធបានមកហៅគាត់ក្មេងប្រុសនោះប៉ុន្តែវាមិនមានរយៈពេល1វិនាទីទេគាត់កំពុងធ្វើកុបកម្មម្ដងទៀតនៅពេលអ្នកឮថាប្រពន្ធរបស់អ្នកមានផ្ទៃពោះក្មេងប្រុសបានដឹងខ្លួនទាំងស្រុងពីការចាប់ខឹងនេះគឺជាវិជ្ជបណ្ឌិតដែលមានកេរ្តិ៍ឈ្មោះខ្ញុំស្រឡាំងកាំងពេលឃើញក្មេងប្រុសត្រឡប់មកធម្មតាវិញហើយទូរស័ព្ទទៅម៉ានីយ៉ាដែលអ្នកជំនាញរាប់រយនាក់មិនបានព្យាបាលវាត្រូវបានគ្រប់គ្រងដោយកុមារមិនយូរប៉ុន្មានឪពុករបស់ក្មេងប្រុសបានទទួលដំណឹងល្អគាត់ហៀបនឹងទៅយកកូនប្រុសរបស់គាត់ដោយផ្ទាល់នៅពេលគាត់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យលេខាធិការបានរំលឹកគាត់ថាគាត់ត្រូវនិយាយជាមួយអភិបាលនៅថ្ងៃនេះហើយអ្វីបានជាអ្នកមិនយកវាសម្រាប់គាត់ដោយខ្លួនឯងយើងបាននៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយមិនទាន់បានឃើញកូនប្រុសរបស់គាត់នៅឡើយទេទោះយ៉ាងណាវានឹងក្លាយជាគ្រួសារចាប់ពីពេលនេះទៅពង្រឹងទំនាក់ទំនងជាមុនលោកឃើញមិនបានហៅថាកូនប្រុសរបស់គាត់មានកំហឹងមិនល្អប៉ុន្តែគុំធ្វើឲ្យគាត់ខឹងបើមិនដូច្នោះទេគាត់មិនយកស្របទេខ្ញុំនឹងមិនលីម្ដងទៀតទេលេខាបានធានាគាត់យ៉ាងឆាប់រហ័សបន្ទាប់មកខ្ញុំបានបើកឡានទៅមន្ទីរពេទ្យហើយក្មេងប្រុសបានអបអរការវិលត្រឡប់របស់គាត់ទៅធម្មតាវិញគាត់បានចេញពីមន្ទីរពេទ្យជាមួយប្រពន្ធរបស់គាត់ខ្ញុំមិនចង់ទេប៉ុន្តែខ្ញុំបានប៉ះទង្គិចជាមួយលេខាធិការដែលបានដើរថយក្រោយបន្ទាប់ពីចេញពីឡានលេខាបានប្រឡេកមើលឡានដែលកោះគាត់បានទៅមុខដោយកំហឹងបើកទ្វារឡានរបស់យុវជននោះហើយអូសគាត់ចុះធ្វើវាដោយមិននិយាយពាក្យអ្នកបុកឡានរបស់យើងមិនច្រាស់ធ្វើវាជាមួយខ្ញុំលេខាមិនបានដឹងថាមនុស្សនៅពីមុខគាត់គឺជាអាណាព្យាបាលដែលគាត់នឹងទៅនោះទេខ្ញុំគិតថាបុរសនោះជាផ្ទះល្វែងមនុស្សសាមញ្ញជាមនុស្សក្រអឺតក្រទុំហើយនិយាយអ្វីដែលខុសនឹងការដើរថយក្រោយភ្លេចអំពីការវីឡានទោះបីអ្នកសម្លាប់គាត់ក៏ដោយក៏នឹងមានលុយបង់ដែរការផ្លាស់ប្ដូរនេះបានតាក់ទាញអ្នកមើលជាច្រើនឲ្យចង្អុលទៅលេខាធិការហើយហៅគាត់ថាមិនសមហេតុផល retrograde នឹងវិមនុស្សឃើញមនុស្សកាន់តែច្រើនឡើងលេខាធិការមិនត្រឹមតែមិនខ្លាចទេហើយបានគំរាមធ្វើឲ្យពួកគេទាំងអស់រងចាំលីននូនក៏មិនចង់ធ្វើឲ្យរឿងកាន់តែអាក្រក់ដែរលោកថាដរាបណាលេខាទទួលបានប្រាក់បញ្ហានេះនឹងមិនត្រូវបានគេដេញតាមទេលេខាវិញយ៉ាងលើកដៃឡើងហើយហៀបនឹងផ្ទះគាត់ប្រសិនបើអ្នកហ៊ានវាប្រពន្ធខ្ញុំនឹងស្លាប់លីននូនបានណែនាំគាត់យ៉ាងឆាប់រហ័សកុំឲ្យរំភើបកុំភ្លេចអ្វីដែលព្រឹទ្ធបុរសបាននិយាយប្រសិនបើវាកាត់ឡើងដោយវានឹងមិនធូរស្បើយឡើយបន្ទាប់មកខ្ញុំបានយកដៃរបស់គាត់ហើយដាក់វានៅលើពោះរបស់ខ្ញុំនៅពេលលេខាឃើញថាពួកគេហ៊ានថាខ្ញុំដោយផ្ទាល់ខ្ញុំបានទះពួកគេនៅលើមុខបុរសនោះត្រូវបានគេវាយហើយគ្រាន់តែចង់ផ្ញើវាទៅឆ្ងាយលីននូនចាប់គាត់ម្ដងទៀតហ្វូងមនុស្សក៏បានណែនាំគាត់កុំឲ្យធ្វើអ្វីទាំងអស់បើមិនដូច្នោះទេយូរីក៏នឹងខ្លាចជារីករាយផងដែរលេខាញឹមមើងងាយខ្ញុំងាកមកដើរទៅរកគោឈើយកវិក័យបាត់ធំពីរបីហើយបង្ហាញដល់មនុស្សគ្រប់គ្នាថាប្រាក់គឺគ្រប់គ្រាន់សម្រាប់ប្រាក់ខែរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់មកគាត់បោះវាទៅក្រុមមនុស្សហើយសុំឲ្យពួកគេលុតជង្គង់ចុះហើយរើវាសូមមើលលីននូនមិនរាក់ទាក់ខ្ញុំគិតថាវាតូចពេកគ្រាន់តែសើចចំអកឲ្យគាត់ដែលមានផ្ទៃពោះខ្សោយកំចាត់ទីរោគសង្គ្រោះខ្លួនអ្នកពីការរងទុក្ខនេះផ្ដល់ឲ្យឈឺក្រពះរបស់ម៉ាស៊ីនកម្ដៅក្មេងប្រុសមិនអាចបង្ក្រាបកុបកម្មនៅក្នុងបេះដូងរបស់គាត់បានទេនៅពេលដែលគាត់បានឃើញរឿងនេះខ្ញុំចង់ប្រញាប់លីនណានបញ្ឈប់គាត់ឲ្យលឿនខ្ញុំខ្លាចគាត់នឹងឈឺម្ដងទៀតខ្ញុំចង់យកក្មេងប្រុសត្រឡប់មកវិញលេខាម្នាក់វិលជុំវិញហើយទីដំបងវាបាល់ចេញពីគោលឈើហើយបញ្ឈប់អ្នកទាំងពីរព្រមមានពួកគេថាប្រសិនបើពួកគេមិនលុតជង្គង់ហើយសុំទោសនៅថ្ងៃនេះវានឹងដូចជាឡាននេះដែរបន្ទាប់មកខ្ញុំបានវាដំបងវាកូនបារបស់ខ្ញុំហើយចាប់ដើមវាបំបែកឡាននៅតែមិនធូរស្បើយបន្ទាប់ពីវាបំបែកទាញទូរស័ព្ទរបស់គាត់ចេញហើយបងប្រុសសម្លុតរបស់គាត់នេះជាសត្វល្ងីល្ងើដែលបុកឡានខ្ញុំពន្យាពេលខ្ញុំពីការមើលឃើញមនុស្សហើយវាខ្ញុំសម្លុតលឺកំហឹងភ្លាមប្រញាប់ប្រញាល់ជាមួយក្រុមយុវជនអ្នកឈរមើលមានការភ័យខ្លាចនិងដកថយសិល្បៈបានចង្អុលបង្ហាញក្មេងប្រុសនិងលីនបុរសហើយទុកឲ្យអ្នកសម្លុតធ្វើបាបពួកគេទាំងអស់ខ្ញុំមិនចង់ឲ្យភ្នែករបស់ក្មេងប្រុសប្រែទៅជាក្រហមភ្លាមទេនៅចំពោះមុខភាពអាម៉ាស់របស់មនុស្សសម្លុតគាត់ត្រូវបានរារាំងយ៉ាងខ្លាំងនៅពេលពួកគេហ៊ាននឹងវាយប្រហារប្រពន្ធរបស់ពួកគេមេញ៉ារបស់ក្មេងប្រុសចាប់ផ្ដើមផ្ទុះឡើងយឺតលីននូនដឹងថាប្តីរបស់នាងមិនត្រូវមានការវាយប្រហារអ្វីទៀតទេងាកមកសុំទោសលេខាសូមអង្វរពួកគេឲ្យឈប់បង្កហេតុក្មេងប្រុសប្រសិនបើគាត់ឈឺមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នេះនឹងត្រូវស្លាប់មនុស្សសម្លុតនឹងលេខាមើលមុខគ្នាខ្ញុំសើចខ្លាំងពួកគេគិតថាលីននូនកំពុងបំភ័យពួកគេការមើលឃើញអ្វីកាន់តែធំទៅលីននូនបានទូរស័ព្ទទៅឪពុកក្មេករបស់នាងយ៉ាងឆាប់រហ័សប្រាប់គាត់ថានរណាម្នាក់នឹងសម្លាប់ខ្លួនឯងនិងក្មេងប្រុសលោកឃើញបានរត់យ៉ាងលឿនបន្ទាប់ពីលើវាសួររកទីតាំងខេលីននូនទៅតែប្រាប់កន្លែងនោះលេខាបានចាប់យកទូរស័ព្ទទៅឆ្ងាយខ្ញុំបានរងការខូចខាតបន្តិចបន្តួចលោកលូឃើញបានដាក់ទូរស័ព្ទដៃរបស់គាត់ហើយបានបញ្ជាឲ្យជំនួយការបិទផ្លូវចេញបេជាបន្ទាន់គាត់ក៏បានប្រយុទ្ធប្រឆាំងនឹងកូនប្រុសរបស់លូឈីងយៀនឲ្យគាត់ស្លាប់ដោយគ្មានការបញ្ចុះហើយលេខាដែលមិនបានរំពឹងទុកនៅតែកំភ្លៀងបរោះភ្នំក្រអឹតក្រទុំមើលគាត់នៅតែមិនជឿជាក់ភ្លាមនោះបានបញ្ជាឲ្យបរោះរបស់គាត់វាក្មេងប្រុសនោះរហូតដល់ស្លាប់ហើយព្យាយាមបដិសេធពួកគេប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយក្រុមក្មេងទំនើងមើលក្មេងប្រុសនោះឈួតលេខាបានសាយយ៉ាងខ្លាំងការគំរាមក្មេងប្រុសឥឡូវនេះលុតជង្គង់នឹងកវើខ្លួនឯងបើមិនដូច្នោះទេសូមឲ្យអ្នកក្រោមបង្គាប់របស់ខ្ញុំយកលីននូនទៅឆ្ងាយ